ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបងប្អូនទាំងអស់គ្នាទៅមើលពីរបៀបនៃការធ្វើនំបញ្ចុកទឹកប្រហុកវត្តបាត់គោងហើយរូបមន្តនេះគឺជារូបមន្តរបស់ម៉ែខ្ញុំបន្តតែផងដែរបងប្អូនតាមពិតទៅខ្ញុំទៅបានផងម្ដងហើយកាលមុនបន្តបងប្អូនក៏ថាក៏អត់សូវច្បាស់ជាមួយរូបមន្តដូច្នេះហើយខ្ញុំក៏មកបង្ហាញពីរូបមន្តម្ដងទៀតជាដំបូងឡើយបងប្អូនយើងត្រូវឲ្យចិត្តខ្ទឹមក្រហមហើយបកខ្ទឹមសហើយនឹងម្ទេសបងប្អូនហើយយើងដាក់ជាមួយគ្នាទៅដើម្បីយកគ្រឿងផ្សំទាំង3មុខនេះណាទៅលីងឲ្យល្អបងប្អូនឲ្យចេញជាពឿបែបដូចយ៉ាងម៉េចខ្ញុំកំពុងតែលីងនេះបងប្អូនមិនបាច់ចាំខ្លោចខ្លាំងហើយក៏មិនចាំបាច់ឲ្យនៅស្រស់ៗទេបងប្អូនមកឆ្អិនល្មមមកបងប្អូនតាមពិតទៅរូបមន្តមួយនេះគឺជារូបមន្តដែលថាម៉ែខ្ញុំក៏ធ្វើលក់ផ្ទាល់តែម្ដងបងប្អូនមកថាធ្វើនំបញ្ចុកនំលក់ប៉ុន្តែខ្ញុំអត់បានកណាញ់ខ្ញុំក៏រីអុយថាមិនចេះរំលែករូបមន្តនេះដល់បងប្អូនទេខ្ញុំចែករំលែកដល់បងប្អូនហើយឲ្យបងប្អូនយកទៅធ្វើហូបដើម្បីបានឆ្ងាញ់ទាំងអស់គ្នាហើយមួយវិញទៀតណានំបញ្ចុកទឹកប្រហុករបស់ម៉ែក៏លក់បានរយៈសិនបងប្អូនដូច្នេះហើយខ្ញុំគិតថាបងប្អូនក៏ចង់ហូបច្រើនមែនទែនតែគាត់តែបានមកហូបណាដូច្នេះហើយខ្ញុំក៏ធ្វើរូបមន្តនេះឲ្យគិតឲ្យគាត់បានទៅអនុវត្តធ្វើបណ្ដោយទៅបងប្អូនបាទបងប្អូនបន្ទាប់មកទៀតយើងត្រូវមានប្រហុកបងប្អូនហើយប្រហុកនេះខ្ញុំជ្រើសរើសប្រហុកសាច់ក្នុងការធ្វើបើមិនជាបងប្អូនមិនមានប្រហុកសាច់ទេបងប្អូនអាចតាក់ទងទិញម៉ែខ្ញុំក៏បានដែរគាត់មានលក់ប៉ុន្តែមួយទៀតបើមិនជាបងប្អូនមិនចង់ទិញទេបើមិនជាបងប្អូនមានប្រហុកឆ្អឹងក៏បងប្អូនអាចចិញ្ច្រាំឲ្យល្អិតហើយខ្ចប់អាំងបានដូចគ្នាបងប្អូនប៉ុន្តែគាត់ថាអត់សូវចង្អាយដូចប្រហុកសាច់ទេបងប្អូនណាមួយប្រហុកសាច់នោះអត់មានឆ្អឹងតែយើងលើយកឆ្អឹងចេញឲ្យហើយទៅនៅពេលដែលយើងច្រាំទៅម៉ត់ល្អហើយដល់ពេលដែលយកទៅកូរអត់មានឆ្អឹងទេបើមិនជាប្រហុកឆ្អឹងនោះយើងច្រាំហើយវាបែកឆ្អឹងបែកអុយពេញនោះក៏អត់សូវចង្អាយទេបងប្អូនហើយគ្រឿងផ្សំបន្ទាប់មកទៀតគឺមានម្ទេសក្រហមបងប្អូនម្ទេសផ្លោកបងប្អូនម្ទេសផ្លោកក្រៀមទឹកមកយកត្រាំទឹកហើយយើងច្រាំឲ្យល្អិតឲ្យម៉ត់បងប្អូនបើមិនជាបងប្អូនរកទៅទិញនៅផ្សារក៏បានដែរប៉ុន្តែម៉ែខ្ញុំគាត់បានទៅទិញនៅផ្សារតែគាត់យកមកច្រាំខ្លួនឯងនៅបងប្អូនហើយគ្រឿងផ្សំពិសេសដែលមិនអាចអត់បាននោះគឺទឹកខ្ញីតែម្ដងបងប្អូនដំបូងឡើយបងប្អូនត្រូវយកខ្ញីទៅបុកឲ្យល្អិតបងប្អូនដល់ពេលដែលបុកឲ្យល្អិតហើយទឹកមកដាក់ទឹកទៅដើម្បីយកពូតយកទឹកសតដាក់កាកណាបងប្អូនសម្រាប់ខ្ញីនេះដែលយើងដាក់នោះបងប្អូនវាអាចបន្ថយរសជាតិប្រហុករបស់យើងនោះឲ្យមានក្លិនស្រាលបន្តិចហ្នឹងបងប្អូនហើយឈ្ងុយមែនទែនគឺបើសិនជាយើងអត់ដាក់ប្រហុកនេះទេអាក្លិនប្រហុកនោះរបស់យើងមកវាខ្លាំងវាឈោលខ្លាំងបងប្អូនហើយបន្ទាប់មកទៀតក៏យើងចាប់ផ្ដើមទៅតាំងចង្ក្រានដាក់អុយទៅឲ្យចាក់ខ្លាញ់ចូលទៅបងប្អូនបើសិនតែក្តៅហើយទៅក៏យើងចាប់ផ្ដើមធ្វើទឹកប្រហុករបស់យើងបងប្អូនហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់ស្ករក្រហមចូលហើយកូរបងប្អូនហើយខ្លាញ់ខ្ទះនឹងដាក់ឲ្យក្តៅបងប្អូនមិនចាំដាក់ភ្លើងតិចទេហើយដាក់កូរទៅហើយយើងត្រូវតែកូរស្ករនេះឲ្យឡើងជើងក្រងឲ្យក្រហមបងប្អូនដាក់ឲ្យក្រហមទៅតែបញ្ជាក់អីបងប្អូនមិនចាំដាក់ភ្លើងស្រាលទេដាក់មកគួរសមទៅហើយមិនប៉ុន្តែមិនខ្លាំងជ្រុលបងប្អូនដាក់មកជារំទៅដូចយើងដាក់ភ្លើងដាក់ម៉ែដើម្បីចំណេះមិនចាំបន្ថយទេហើយយើងកូរចោះកូរឡើងកូរឲ្យវាក្រហមឲ្យខ្លាំងបងប្អូនមើលភ្លើងនឹងខ្លាំងដែរតែមួយវេកណែរៀងខ្លីទៅក៏ម៉ែក៏រៀងពិបាកក្នុងការធ្វើបន្តិចហើយថ្ងៃនេះខ្ញុំកូននៅឆ្នាំថ្ងៃមុនកូននឹងខ្ទិះហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់ខ្ទឹមក៏ម្ទេសផ្លោកច្រឡំខ្ទឹមតាមពិតទៅម្ទេសផ្លោកនេះត្រូវកូរជាមួយខ្លាញ់ឡើងពេលដំបូងប៉ុន្តែខ្ញុំម៉ែខ្ញុំក៏ភ្លេចទៅក៏ដាក់មកកូរជាមួយស្ករដែរប៉ុន្តែមិនអុយទេក៏ដូចតែគ្នាទេបងប្អូនប៉ុន្តែបើយល់ល្អយើងគួរតែកូរជាមួយខ្លាញ់មុនបន្ទាប់មកទៀតយើងចាប់ផ្ដើមចាក់ទឹកខ្ញីចូលទៅបងប្អូនហើយនៅពេលតែចាក់ទឹកខ្ញីនេះទៅហើយបងប្អូនថាអាក្លិនឈ្ងុយនេះវាឈោលឡើងលើឈ្ងុលមែនទែនបងប្អូនទៅពីឈ្ងុយឡើងខ្លាំងមែនទែនហើយបន្ទាប់មកទៀតក៏យើងនៅតែបន្តការកូរវារហូតហើយស្កររបស់យើងក៏ចាប់ផ្ដើមឡើងក្រហមល្អមែនទែនហើយស្តាយើងបានពើពីម្ទេសផ្លោកផងហើយបន្ទាប់មកទៀតក៏បានពើពីស្ករឯងផ្ទាល់ផងនៅពេលដែលយើងកូរបានមកសន្ទុះហើយស្កររបស់យើងផ្ដើមខាប់ល្អចាប់ផ្ដើមចាក់ប្រហុកចូលទៅបងប្អូនប្រហុកដែលយើងបានអាំងយើងដាក់ទឹកអស់ទៅបងប្អូនប៉ុន្តែប្រហុកយើងអត់ត្រូវអាំងឲ្យខ្លោចទេបងប្អូនតែខ្លោចគឺវាធ្វើឲ្យប្រហុកនោះមានរសជាតិល្វីងដូច្នេះហើយយើងអាំងមកក្រហមល្មមគឺអូខេហើយបងប្អូនបន្ទាប់មកទៀតគឺយកផ្ដើមកូររហូតដល់បងប្អូនទៅតាគ្រឿងទាំងអស់នោះគឺវាលាយចូលគ្នាសព្វបានល្អបានយើងណែចាប់ផ្ដើមដាក់គ្រឿងម្ទេសខ្ទឹមបុករបស់យើងដែលមានខ្ទឹមក្រហមម្ទេសហើយនិងខ្ទឹមសបងប្អូនចង់ទៅបុកក៏បានចង់ទៅកិនក៏បានឲ្យតែម៉ត់បងប្អូនហើយយើងទៅមកដល់ពេលតែបានម៉ត់ហើយយើងចាប់ផ្ដើមចាក់ចូលទៅក្នុងឆ្នាំងប្រហុកស្ករដែលយើងកូរបានមិញបងប្អូនហើយកូរចោះកូរឡើងទៅបងប្អូនកូរវាសប់ជាមួយគ្នាឲ្យខ្លាយទៅជាតែល្បាយតែមួយទៅចាប់ផ្ដើមចាក់ទឹកចូលហើយទឹកនោះក៏យកទឹកដែលថាលាងពីខ្ទឹមហើយបន្ទាប់មកទៀតក៏បងប្អូនចាប់ផ្ដើមចាក់ទឹកអំពិលចូលទៅបងប្អូនទឹកអំពិលទុំនោះហើយទឹកអំពិលទុំនេះបងប្អូនអាចដាក់ឲ្យរៀងជូរខ្លាំងក៏បានដាក់រៀងជូរតិចក៏បានដែរបងប្អូនប៉ុន្តែបងប្អូនមិនអាចអត់បានតែត្រូវតែមានទឹកអំពិលនេះដើម្បីលើករសជាតិកាន់តែឆ្ងាញ់ហើយមួយវិញទៀតប៊ីចេងអំបិលអុយបងប្អូនអាចថែមថយបានតាមតម្រូវចិត្តបងប្អូនថាបងប្អូនចង់បានសាបប៉ុណ្ណាប្រៃប៉ុណ្ណាបងប្អូនដាក់ទៅមួយទៀតស្ករដូចគ្នាស្ករនោះបងប្អូនអាចកូរពីដំបូងបើសិនណាបងប្អូនព្រោះថាផ្អែមល្មមហើយបងប្អូនអាចអូខេជាមួយរសជាតិនោះហើយអត់អុយទេប៉ុន្តែបើថាបងប្អូនមិនទាន់អូខេទេបងប្អូនអាចបន្ថែមស្ករមួយក៏
បន្ថែមក្រោយបានមិនបញ្ហាទេបងប្អូនរយជាតិនោះប៉ុន្តែវិធីសាស្ត្រធ្វើគឺប៉ុណ្ណេះបងប្អូនគឺអស់ហើយបន្តមកទៀតម៉ែខ្ញុំក៏ចាប់ផ្ដើមទៅស្រោះបន្លែហើយបន្លែឯនេះដោយសារតែតិចពេកអត់មានគម្រោងក្នុងការថតអុយទេហើយក៏មិនបានទិញបន្លែទិញអុយទេមួយវិញទៀតបងប្អូនអាចជ្រើសបន្លែប្រភេទបន្លែស្រស់បងប្អូនអុយសណ្ដីក៏បានដែរតែស្រស់គឺត្រោជាមួយទឹកប្រក់នំបញ្ចុកនេះបំផុតបើសិនជាបន្លែស្រស់អត់សូវត្រោប្រហែលទេណាបងប្អូនបើសិនជាបន្លែស្រស់សណ្ដីក៏ត្រោដែរបងប្អូនចងាញ់ប៉ុន្តែបន្លែក៏មានតិចណាបងប្អូនថ្ងៃនេះមានតែ3មុខតែមានស្ពេបកោអូច្រឡំស្ពេបកោស្ពេក្តបស្ពេសយនិងតកូនតែប៉ុណ្ណេះបងប្អូនប៉ុន្តែយើងយកទៅស្រស់ទាំងអស់តាមពិតទៅបើសិនជាបងប្អូនចង់ទៅរៀបវាឲ្យស្អាតបងប្អូនមិនចាំស្រស់លេខគ្នាជាមួយខ្ញុំចេះទេប៉ុន្តែដោយសារតែខ្ញុំបន្លែទាំងតិចដែរចេះទៅក៏ខ្ញុំស្រស់ជាមួយគ្នាតែម្ដងណាមួយបន្លែទាំងអស់នេះណាគឺនៅពេលដែលយើងដាក់ចូលខ្ទះទៅគឺវាស្រស់មិនន័យថាអាការដែលវាស្លោកនោះវាស្លោកតទន្ទឹមគ្នាដូចនេះហើយក៏ដាក់ជាមួយគ្នាបណ្ដោយតូហើយបន្ទាប់មកទៀតក៏គ្រឿងក្រៅរបស់យើងគឺរួចរាល់អស់ហើយបងប្អូនមានតែប៉ុណ្ណេះឯងតាមពិតបងប្អូនអាចបន្ថែមប្រហិតប្រហិតត្រីអុយច្រើនទាំងនេះបានគ្រឿងផ្សំណាប៉ុន្តែខ្ញុំមានតែត្រីដីសាច់ជ្រូកទេហើយឥឡូវនេះក៏ជួបជុំបងប្អូនហើយតាមពិតទៅក្នុងការចែករំលែកនេះខ្ញុំបានចង់បានអុយច្រើនតែបងប្អូនចង់ឲ្យតាបងប្អូនជួយសៀម្នាក់មួយដែលបងប្អូនគាត់មិនដែលដេញពីរូបមន្តនិងវិធីសាស្ត្រនៃការធ្វើទឹកប្រហុកនៅបញ្ចក់វត្តបាត់កងរបស់រូបមន្តរបស់ម៉ែខ្ញុំផ្ទាល់ជាបងប្អូនហើយតាមពិតទៅបងប្អូនគាត់សួរថាចែករំលែកអត់ខ្ញុំមិនបានរៀបអុយទៅបងប្អូនខ្ញុំនឹងធ្វើចែករំលែកយ៉ាងពិតប្រាកដហើយថ្ងៃនេះខ្ញុំក៏បានមកធ្វើឲ្យច្បាស់លាស់ក្នុងការធ្វើម្ដងទៀតហើយក៏ចែករំលែកបងប្អូនហើយសង្ឃឹមថាបងប្អូននឹងជួយ share ម្នាក់មួយហើយនឹងជួយ follow ខ្ញុំម្នាក់មួយផងបងប្អូនព្រោះជាបងប្អូនមានចម្ងល់អ្វីទៅនឹងការធ្វើទឹកប្រហុកនេះបងប្អូនអាចឆាតសួរទៅក៏បានដែរបងប្អូនខ្ញុំមិនរិះទេបងប្អូនខ្ញុំចែករំលែកអ្វីដែលអាចចែករំលែកបានខ្ញុំនឹងចែករំលែកអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាតាមពីដើមដល់ចប់អរគុណច្រើនបាយបាយជម្រាបលា